ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់សេចក្តីរាយការណ៍ព័ត៌មានសំខាន់ៗប្រចាំថ្ងៃដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេសថ្ងៃនេះយើងនឹងលើកយកសមិទ្ធផលធំៗចំនួន3ពាក់ព័ន្ធនឹងកិច្ចការព្រំដែនគឺ JBC, GBC និង ICJ ដែលបានសម្រេចបាននៅថ្ងៃទី23ខែតុលាឆ្នាំ2025នេះមួយកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃកិច្ចប្រជុំ JBC រវាងកម្ពុជានិងថៃធ្វើឡើងនៅខេត្តចន្ទបុរីពីថ្ងៃទី21ដល់23ខែតុលាឆ្នាំ2025បានបញ្ចប់ដោយជោគជ័យនិងសម្រេចបាន6ចំណុចសំខាន់ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឲ្យអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JSTC សាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15ដើមនៅទីតាំងដើមនិង3ដើមទៀតដែលលិចទឹកនៅទីតាំងដែលឯកភាពគ្នាពន្លឿនការកែសម្រួលល្បែបព័ទ្ធបច្ចេកទេសសម្រាប់ការ Flat Panty ដោយប្រើកាកបច្ចេកវិទ្យាទំនើប LiDAR ដើម្បីពន្លឿនការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឯកភាពលើការចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណាក់ខ្សែព្រំដែនអតិភិបចន្លោះបង្គោលលេខ42ដល់47ក្នុងតំបន់ភូមិជោគជ័យនងច័ន្ទនិងព្រៃច័ន្ទនងយ៉ាកៅបង្គោលបណ្ដោះអាសន្ននេះគឺសម្រាប់តែការវាស់វែងប៉ុណ្ណោះហើយមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិទេក្រោយបញ្ចប់ការងារនេះរដ្ឋាភិបាលទាំងសងខាងនឹងពិនិត្យនិងសម្រេចលើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ប្រជាជនសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បានបញ្ជាក់ពីការព្រមព្រៀងប្រើប្រាស់ផែនទីបារាំងសៀមและនៅសល់ពីសម័យបារាំងដើម្បីដោះស្រាយបញ្ហាព្រំដែនពីកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ GBC កម្ពុជាថៃកិច្ចប្រជុំ GBC ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីក៏ទទួលបានលទ្ធផលវិជ្ជមានផងដែរសមិទ្ធផលសំខាន់រួមមានការឯកភាពបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីតាមដានបទឈប់បាញ់និងស្ថានភាពតាមព្រំដែនការព្រមព្រៀងសហការដកអាវុធធ្ងន់ៗចេញពីតំបន់ព្រំដែននិងការងារបោះសម្អាតមានរួមគ្នាការព្រមព្រៀងសហការទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា Cyber Crime និងការជួញដូរមនុស្ស3តុលាការយុតិធម៌អន្តរជាតិ ICJ រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងបន្តដំណើរការងារនៅ ICJ ដែលតំណាងឲ្យឯកឧត្តមឧចបរិទ្ធនៅប្រទេសស្វីសដើម្បីពន្លឿនការងារពាក់ព័ន្ធនឹងកិច្ចការព្រំដែនសរុបមកភាពជោគជ័យទាំងនេះគឺជាផ្លែផ្ទុំនៃការអត់ធ្មត់និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាពនិងស្វែងរកភាពច្បាស់លាស់នៃបូរណភាពទឹកដីជូនជាតិសូមបងប្អូនបន្តតាមដានព័ត៌មាននិងផ្ដល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលសូមអរគុណជម្រាបលា